ผดินกาชุบแต่ตัวเจี๊ยขนงตรุงអង្គុយក្រោមពន្លឺភ្លើងតែហាក់ជាលិចលង់ខ្សែពេជ្ររាប់សិបជាន់តែចង់ជាប់ត្រឹមស្មាញញឹមដាក់កាមេរ៉ាតែភ្នែកសម្លឹងមើលឆ្ងាយកាបោកប្រាក្នុងដៃតែគ្មានកន្លែងសម្រេចស្រឡាញ់ជាតួអង្គដែលគេរៀបចំតែគ្មានសសរសេរវាសនាគ្រប់យ៉ាងមើលតែល្អឥតខ្ចោះតែជាបន្ទប់ដែលគ្មានបង្អួចម្នាក់ឯងក្នុងពិធីជប់លៀងស្វែងស្រមោលខ្លួនឯងជាជនទី3ក្នុងរឿងនិទានពណ៌មាអង្គុយក្បែរ